បើសិនជាអ្នកទាំងអស់គ្នាចង់ស្រកផ្លូវនិងដាំដៃលឿនឲ្យកាត់បន្ថយពួកប្រភេទអាហារទាំងនេះគឺពួកប្រភេទអាហារដែលវាមានជាតិអំបិលខ្ពស់អ្នកទាំងអស់គ្នាជាធម្មតារាងកាយយើងគឺយើងចាំបាច់ត្រូវការជាតិអំបិលដូចគ្នាប៉ុន្តែក្នុងមួយថ្ងៃគឺប្រហែលជា2000មីលីក្រាមឬមួយក៏មួយស្លាបព្រាកាហ្វេតែអ្នកទាំងអស់គ្នាសាកសម័យមើលថាពេលដែលយើងធ្វើម្ហូបក្នុងមួយពេលគឺយើងដាក់ទឹកត្រីម៉ានដាក់អំបិលម៉ាននិយាយទៅគឺសឹងតែលើសពីតម្រូវការរបស់យើងនៅក្នុងមួយថ្ងៃទៀតដែលយើងញ៉ាំមួយពេលបើសិនជារាងកាយយើងបានទទួលបរិមាណជាតិអំបិលលើសខ្លាំងពេកទីមួយគឺវានឹងធ្វើឲ្យរាងកាយយើងគេហៅថាការជាការហាមទឹកពេលរាងកាយយើងផ្ទុកជាតិទឹកនៅខាងក្រៅកោសិកាអាទឹកនៅខាងក្រៅកោសិកាហ្នឹងគឺរាងកាយយើងអាចយកមកប្រើការបានទេអ្នកទាំងគ្នាហើយអ្នកទាំងអស់គ្នាសាកសង្កេតមើលថានៅពេលដែលយើងញ៉ាំអាហារដែលវាមានរសជាតិរាងប្រៃខ្លាំងឬមួយរបស់ផ្អាប់អីចឹងយើងញ៉ាំហើយគឺយើងមានអារម្មណ៍ថាខ្លួនយើងហើមហើយអ្នកខ្លះដូចថាយើងញ៉ាំនៅពេលយប់ចឹងស្អែកឡើងមកថ្លឹងគីឡូគឺឡើងគីឡូរហូតដល់កន្លះគីឡូទៅ1គីឡូកន្លះអីក៏មានដែរព្រោះដោយសារតែរាងកាយយើងខាំទឹកអញ្ចឹងហើយវានឹងធ្វើឲ្យរាងកាយយើងមានខ្លាញ់ផ្សំនៅតាមផ្លូវនិងដាំដៃអញ្ចឹងយើងចាំបាច់ខ្លាំងមែនតើដែលយើងត្រូវកាត់បន្ថយពួកប្រភេទអាហារទាំងនេះគឺពេញនិយមញ៉ាំខ្លាំងមែនតើគឺលាហាលប្រហុកផ្អកបុកល្ហុងឲ្យជាដើមអញ្ចឹងណាដូចបុកល្ហុងហ្នឹងតែយើងបានញ៉ាំធម្មតានៅពេលដែលយើងញ៉ាំពួកហ្នឹងគឺយើងត្រូវមានភេសជ្ជៈផ្អែមៗមកបន្ថែមតាមក្រោយអាហ្នឹងហើយជាមូលហេតុមួយដែលធ្វើឲ្យយើងអាចនឹងបានទទួលកាឡូរីដែលវាលើសខ្លាំងពេករឹតតែធ្វើឲ្យយើងពិបាកនៅក្នុងការគ្រប់គ្រងគីឡូផងដែរមិនថាហាមមិនឲ្យអ្នកទាំងអស់គ្នាញ៉ាំទេយើងញ៉ាំបានប៉ុន្តែយើងយូរញ៉ាំម្ដងហើយបរិមាណល្មមតិចតួចឲ្យយើងមានអារម្មណ៍ថាយើងបានញ៉ាំអត់បង្អត់ចឹងណាអ្នកទាំងអស់គ្នាហើយនៅពេលដែលយើងញ៉ាំហើយព្យាយាមញ៉ាំទឹកតាមក្រោយឲ្យបានច្រើននិងពួកប្រភេទអាហារកែច្នៃទាំងនេះដូចឧទាហរណ៍ដូចមីប្រហិតសាច់ក្រកអីទាំងឡាយហ្នឹងគឺយើងត្រូវកាត់បន្ថយព្រោះអីអាហារពួកនេះគឺវាមានជាតិអំបិលរាងខ្ពស់សំខាន់ជាតិខ្លាញ់ក៏ខ្ពស់ហើយវាអត់មានសារជាតិអាហារអីដែលវាមកចិញ្ចឹមដល់រាងកាយរបស់យើងចឹងអាហារណាដែលវាអត់ចាំបាច់គឺយើងអាចកាត់បន្ថយបានអានឹងគឺល្អបំផុតហ្មងសិនជាអ្នកដែលញៀនជាមួយនឹងជាតិប្រៃខ្ញុំក៏មុនក៏ធ្លាប់ដែរញៀនជាមួយនឹងជាតិប្រៃមានន័យថាតតែរបស់រៀងចាស់គ្រឿងដែលថារៀងហឹររៀងប្រៃខ្លាំងញ៉ាំកើតឲ្យយើងកាត់បន្ថយវាម្ដងតិចយូរទៅគឺយើងនឹងស៊ាំនៅក្នុងការដែលយើងញ៉ាំរសជាតិម្ហូបដែលសមល្មមឯអ្នកនរគ្នា